Bạn là một to chỉ muốn unit tìm phải còn muốn asking about the past ការសួរអំពីអីអំពីអតីតកាលដើម្បីយើងសួរពីអតីតកាលបានតើយើងចេះវិជ្ជាករទាក់ទងជាមួយ past simple questions និងសំណួរបែបជាទម្រង់អតីតកាលហ្នឹងឯងហើយពាក្យដែលយើងនឹងប្រើគឺយើងនឹងសួរពីអីយើងនឹងសួរតែទាក់ទងជាមួយនឹង travel ហើយនឹង activities សកម្មភាពហើយនឹងការធ្វើដំណើរnew skill គឺអ្វីដែលយើងអាចមានសមត្ថភាពក្នុងការធ្វើក្រោយការរៀនមេរៀននេះគឺ talk about vacations គឺការនិយាយអំពីវិស្សមកាលការនិយាយអំពីវិស្សមកាលជាសំណួរនៅក្នុងអតីតកាលគឺយើងប្រើ did ដែលជាកិរិយាសព្ទជំនួយបាទអញ្ចឹងវាអត់ទាន់មានន័យវាគ្រាន់តែជាសំណួរក្នុងអតីតកាលបើយើងចង់ដឹងថាសកម្មភាពឬក៏កិរិយាសព្ទគួលអីគេតើយើងមើលកិរិយាសព្ទមួយនេះ Did you have a good holiday តើណៃមាន holiday ដែលសប្បាយអត់ទេបាទ Did you have a good holiday Yes we went to India បាទឬក៏ចាយើងបានទៅ India we went to India យើងបានទៅ India អញ្ចឹង went គឺជាសកម្មភាពនៅក្នុងអីក្នុងអតីតកាល past tense គេសួរពី past យើងឆ្លើយយើងនិយាយពីសកម្មភាពក្នុង past តែមិនទេ Yeah we went to India ហ្នឹងហើយយើងសប្បាយហើយយើងបានទៅណាយើងបានទៅ India Did you visit the Taj Mahal តើអ្នកឯងមានបានទៅលេងហ៎ហើយក៏តើទេជាសំណួរទេជាកិរិយាសព្ទដើម្បីប្រើមកជួយក្នុងការសួរជាសំណួរទេតើអ្នកឯងបានមកលេងបានទៅលេងTaj Mahalទេអត់ទេ No យើងអត់បានទៅទេយើងប្រើ we didn't យើងបាច់និយាយ we didn't visit ទេណាយើងគាត់ថា No we didn't that's it អានោះគឺជាចម្លើយខ្លីយើងអាចឆ្លើយទៅគេបានណាយើងសួរគឺ Did you have good holiday Yes we went to India Did you visit Taj Mahal No we didn't ណាយើងមើលទីហោបន្ថែមបាទមើលទីហោបន្ថែមយើងមើលគាត់គឺកំពុងចេញធ្វើដំណើរណា Did you see any tigers តើអ្នកឯងមានបានណាជួបឬក៏មានបានមើល tiger បានមើលខ្លាយទេអីទេ Any tigers Yes I did ហ្នឹងហើយខ្ញុំបានហើយខ្ញុំបានឃើញតើអ្នកបានឃើញខ្លាយDid you see any tiger ជាង any tiger ខ្លាយទេណា any tigers less ណា Did they buy any ice cream ice cream នេះគេគេកាន់នេះគឺកាន់ ice cream ហ្នឹងតែអ្នកបានទិញ ice cream Did you buy any ice cream Yes they did Did they buy any ice cream ជាង buy គឺជា base form គេថាជា base form ណាក្នុងភាសាយើងប្រើ did ជាសំណួរតើអ្នកបានទិញ ice cream អត់ Yes they did ជាយើងអាចនិយាយ Yes they did Yes I did បើសិនជាទម្រង់បក្សសិទ្ធ No he didn't មិនបាន No he didn't គេ Did he stay in a 5-star hotel តើគាត់បានស្នាក់នៅក្នុងអូតែលលំដាប់ផ្កាយ5នោះឯង in the 5-star hotel ចា 5-star នេះវាគឺជាគុណនាមដែលជាបន្សំគុណនាមបន្សំ compound adjective វាមានតាំងពី star និង 5 យ៉ាងផ្កាយ5គឺជាគុណនាមជាក់នៃឲ្យអូតែលជាក់នៃអូតែលនេះអញ្ចឹងយើងទៅដាក់ dash ដើម្បីឲ្យពាក្យពីរហ្នឹងនៅជាមួយគ្នាដើរតួជាគុណនាមដែលជាក់នៃឲ្យ hotel ហេអញ្ចឹង in the 5-star hotel No he didn't ទេគាត់គ្មានបាននៅ 5-star តែបាន3 star គាត់បាន 3-star hotel Did he bring enough money with us Bring គឺយកអីមកជាមួយយើងយកអីមកជាមួយយើងនិយាយពាក្យ bring តែយើងមានយកលុយគ្រប់គ្រាន់ Did he bring enough money យកលុយគ្រប់គ្រាន់មកជាមួយយើង with us No we didn't យើងអត់ទេអត់មានលុយគ្រប់ទេ No we didn't គេចឹងអ្នកនរគ្នាមើលរូបភាពឲ្យហាត់ការនិយាយណាយើងនិយាយប្រយោគឡើងវិញយើងសួរប្រយោគឡើងវិញ ហើយយើងអាចស្ដាប់ណាស្ដាប់អត្ថសម្លេងបន្ថែមដើម្បីយើងកាន់តែស្ទាត់អូខេ
how to form yes no question បាទ how to form yes no question in the past simple did you visit the town hall តើអ្នកឯងបានទៅលេង town hall ហ្នឹង did you visit town hall yeah no I didn't ឬក៏ no yes I did yes I did ឥឡូវយើងមកស្ដាប់អត្ថសម្លេងទាំងអស់គ្នាបាទអត្ថសម្លេង 29.4 បាទយើងនឹងស្ដាប់អំពីការបកស្រាយថារូបភាពនោះតាមដោយរូបភាពដែលគេបានបរិយាយអាណាមុនណាក្រោយហ្នឹងណាមក Hi B. Did you have a good time in India? Yes, I did. It was great, thanks. What did you do? Did you visit the Taj Mahal? Yes, I did. Mum and I went there in our first week. ចានេះគឺ Taj Mahal ណានិយាយសួរថា did you visit Taj Mahal yes I did ចាំមានលេខ1គឺនិយាយពី Taj Mahal It was beautiful. Did you ride on an elephant? I did, but my mum didn't. It was Did you ride on an elephant I did but my mom didn't really good fun. What else did you do? We went to the Himalayas. They're beautiful mountains. We went walking there. Great. អញ្ចឹងគាត់ថាគាត់ទៅ Himalaya នេះជួបក្នុង Himalaya ដឹងហើយទៅឥណ្ឌាមាន Taj Mahal ហើយ building អាគារគេហ្នឹងទៅជិះថ្មីហ្នឹងហើយនេះគឺទៅដើរណា when walking ទៅដើរ when walking យ៉ាងក៏ when hiking ដើរភ្នំហ្នឹងណាចានេះគឺទី3 Great. Did you go to the beach too? Yes, we did. We went Did we go to the beach? Yes, we did in the beach national to Kerala. It was beautiful. And did you eat lots of Indian food? I did. Mum didn't like it, so she ate fruit and salad most of the time. Your poor mum. But we both had a great vacation. Yeah ចឹងអ្នកនរស្ដាប់អានឹងភាសាទៀតទៅណាបាទយកភូមិមកនឹងមានន័យថាម្ដាយអ្នកឯងគួរអាណិតទៅណាយកភូមិមកពេលយើងនិយាយpoor David ឬក៏ពេលយើងនិយាយ poor អីមួយហ្នឹងគឺមានន័យថាគួរគាត់គួរអាណិតណា Match the question to the short answer Did you get the job Yes I did ខ្ញុំបានដែរខ្ញុំបានទូការងារតែបានការងារធ្វើ get the job ណា get the job បានការងារធ្វើ Did I have lunch today តើខ្ញុំមានបានញ៉ាំអាហារថ្ងៃត្រង់ថ្ងៃនេះតើខ្ញុំដល់ពេលយើងឆ្លើយ No you didn't ហ៎ជាងខ្ញុំដល់ពេលយើងឆ្លើយអ្នកឯងអត់ទេ No you didn't ហ៎ Did the dog eat its dinner តើឆ្កែនេះមានបានស៊ីម្ហូបអាហារពេលល្ងាចរបស់វាទេ Yes it did ណា it did ណា it នេះគឺឆ្កែហ្នឹងឯង Yes it did Did they go to Venezuela តើពួកគេបានទៅ Venezuela ទេ No they didn't ចឹងដល់ពេលតម្រងខ្លីគឺយើងមើលប្រធានណាប្រធាននេះស៊ីគ្នាប្រធានស៊ីនេះ Did we win the competition តើពួកយើងបានឈ្នះ competition Yes we did ហ្នឹងហើយពួកយើងបានឈ្នះតាណាអ្នកនរអាចស្ដាប់បានសម្លេងបន្ថែមណាស្ដាប់ហើយនិយាយតាមគេផងអូខេស្ដាប់ហើយនិយាយតាមគេផងឥឡូវយើងមកសរសេរប្រយោគខាងក្រោមជាទម្រង់សំណួរមកថាឥឡូវ they went ជា verb past tense ណា they went paragliding in Greece they went paragliding in Greece តែពេលជាសំណួរ did they go ជាងយើងដូរ went ទៅជា go ណាជាទម្រង់ដើមណាគេសព្ទដើមមក went គឺ go Did they go paragliding ដូចមិញដារបស់ខ្ញុំនិយាយពាក្យរំលេងពិបាក paragliding paragliding in Greece paragliding in Greece paragliding gliding ហើយដល់អត់ហាត់និយាយមើលបាទខ្លួនតាទុនជាងខ្ញុំណា paragliding ណាហើយនិយាយញឹកទីលូន paragliding Okay they gave Ellie a present កន្លែងនេះគឺកាដូណា
tao bố kia ơi Ellie ơi cái đó Ellie did they give nè nhưng give cái sắp tao bố gave nè did they give Ellie a present yeah yes or no you stayed in an expensive hotel nè anh bạn sẵn nơi hotel trái mùi did you hey did you stay I mean ED mà thế nè cũng chung cho lắm á did you stay in an expensive hotel nè his mother bought a lot of postcards mà đái đó bao nhiêu bao quát nó cứ bàn tính a lot of postcards thế thấy did his mother buy giờ đã bought từ gì buy là cái sắp tạm này your brother climbed a mountain từ chi did your brother climb thế giờ đã ed đấy nè là ed thế sao chỉ phải đi thay a mountain yeah a mountain their parents lots of photos took lots of photos chứ phúc một ai là bảo phúc quán ấy mà thọ đủ dạngច្រើន did their parents take lots of photos yeah lấy start với ad lấy vậy ta nè cái start với ad lấy vậy ta mình thầm làm lực mê riêng đấy cứ thôi dương ai gì chỉ muốn confident chỉ muốn nỗ chân